Bà xong cho biệt xui này tặng khné chẳng cả video muốn nhầm bàn bằng hai này tặng khné bạn bọn cho mùi nâng outline để dương dạy pi role as a science engineer chẳng này trong video này dương màu detail the love point mùi mũi đây này trong chapter 1 introduction nó dương miền chỉ role as a science engineer dương miền chỉ responsibility dương miền chỉ different between science engineer supervision ở dương đường ta ta science engineer nơi cái lại nè science supervisor cái lại nè chủ nơi cái lại nè chứ nè ai đầm bè khi dương miền cần sắp đái tha ngày cõi khi dương cua tay trong được vừa ấy là ưu đòi được về đi đường tha role chủ khi dương bà coi chỉ cái đây bài chỉ nhóm thực chủ nhưng mà bài chứ nhưng chơi chất chứ nhưng trong cái đồ chứ nè chứng ở khi dương bạn đừng được khi đá thì bốn về phòng mười aestheticនិង professionalism at side tha ta behavior dương nơi sai dương cua tại hiệp trong bài mệt chẳng nè chứng tỏ ở lỡ dương về definition mình tính tớiក្នុងនេះសរសេររៀងវែងគួរសមដែរដែលថា technical professional responsible for managing and supervising construction work on site to ensure that project built according to project drawing specification quality standard and safety rule and schedule អីយ៉ាងទៅប៉ុន្តែបើយើងនិយាយពី simple word ដែលយើងនិយាយខ្លី science engineer turn drawing into real building on site ចឹងអានេះខ្ញុំអត់ទាន់និយាយទេខ្ញុំនឹងដាក់ជា shortcut ឲ្យគ្នាយើងមើលបើសិនជាគ្នាយើងគេថាអានេះប្រហែលជាងាយស្រួលយល់ជាងគ្នាយើងអាចមើល shortcut ដែលខ្ញុំទៅសេបានអញ្ចឹងណាអញ្ចឹងពាក្យថានេះ turn drawing to real building នេះវាខ្លីប៉ុន្តែបើគ្នាយើងគិតទៅក៏វាមិនខ្លីមែនដែរបើសិនជាគ្នាយើង detail វាអញ្ចឹងដើម្បី build បានខ្ញុំនឹងទៅសេជា shortcut ឲ្យគ្នាយើងទៅការ resources បូកជាមួយនឹងproject document ខ្ញុំសេកាត់ណាដាក់ project D C បូកជាមួយនឹង management អញ្ចឹងតើ resource នេះ resource មាននេះគេខ្លះយើងមាន material យើងមាន labor យើងមាន equipment យើងមានជា tool យើងមានជា budget អាហ្នឹងសិតតែ resource ហើយដើម្បី build construction project មួយអញ្ចឹងណាព្រោះបើសិនជាអត់មាន material តើយើងទៅធ្វើមិនឥឡូវទៅគាត់ថាការងារបេតុងធ្វើការបេតុងពុំដែកបើសិនជាអត់មានបេតុងអត់មានពុំហ្នឹងទៅធ្វើមិនវាមិនខុសពីកាហ្វេដោះគោឲ្យដាក់ដោះគោឲ្យដាក់កាហ្វេទេអញ្ចឹងណាបន្តមកទៀតយើងនិយាយពី project document នេះវាចូលមកដល់ drawing ហើយអញ្ចឹងគាត់ថាវាមិនមែនមានតែ drawing ទេក្នុងហ្នឹងណាអញ្ចឹងទី1យើងនិយាយពី drawing មកទី2យើងមានជា BQ នេះដូចជាសភៅមុខម្ហូបអញ្ចឹងដើម្បីឲ្យគ្នាយើងដឹងថានៅក្នុងការងាររបស់គ្នាយើងមាន scope អីគេខ្លះយើងប្រើស្បាច់វាមិនអាហ្នឹងវាពាក់ព័ន្ធមួយតម្លៃអញ្ចឹងណាឥឡូវឧទាហរណ៍ថាគ្នាយើងក្នុង BQ គេឲ្យប្រើបេតុង strength 30ទេគ្នាយើងទៅប្រើ40តែយើងមានលុយណាធ្វើអញ្ចឹងនៅក្នុងនេះគឺយើងបានបញ្ជាក់ឲ្យអញ្ចឹងណាហើយមួយទៀតយើងមានជា schedule ដើម្បីដឹងថាបច្ចេករបស់គ្នាយើងចាប់ផ្ដើមពេលណាបញ្ចប់ពេលណាមិនមែនគ្រាន់តែបានប្លង់ហើយយើងទៅធ្វើចប់ថ្ងៃណាថ្ងៃនោះម្ចាស់ផ្ទះគេត្រូវចូលនៅអញ្ចឹងដឹងថ្ងៃណាបានចូលនៅទេបន្ទាប់មកយើងត្រូវការជា method statement បើទោះបីជាយើងមាន drawing យើងមានអីហើយប៉ុន្តែអា method នេះសំខាន់ដោយសារយើងត្រូវដឹងពីពាក់ព័ន្ធមួយ benchmark tolerance ឧទាហរណ៍ថានៅក្នុងការងារហ្នឹង sequence ពីណាទៅណាហើយ tolerance គេពីណាបានអញ្ចឹងណាអញ្ចឹងនៅក្នុង method statement យើងមាននៅក្នុង drawing មែនតើយើងគ្រាន់តែ detail ពាក់ព័ន្ធមួយនឹងលម្អិតការងារប៉ុន្តែវាអត់មានទៅដល់ benchmark អីនោះទេហើយ method ខ្លះទៀតក៏គេបាននិយាយពាក់ព័ន្ធជាមួយនឹង reassessment នៃផ្សេងដើម្បី prevent risk អីចឹងណាហើយមួយទៀតយើងត្រូវការបញ្ចេញ document ហ្នឹងវាពាក់ព័ន្ធមួយនឹង document support មួយចំនួនដូចជា RFI request for information យើងត្រូវការ RFA request for approval យើងត្រូវការ submit material អីផ្សេងអញ្ចឹងយើងត្រូវការ form support ច្រើនអញ្ចឹងណាបន្ទាប់មកយើងត្រូវមាន management នេះគ្នាយើងមែនតើបើសិនជាអត់មានក៏បានដែរប៉ុន្តែសួរថា budget នឹង success អត់
ប្របាក់ឆ្លើយអាហ្នឹងណាព្រោះបច្ចេកដើម្បីឲ្យចប់ហើយទទួលយកបានមានថាបច្ចេកហ្នឹងគឺតាន់ពេលវេលាមាន quality មានសោភ័ណភាពមានសុវត្ថិភាពអញ្ចឹងឧទាហរណ៍ថាបច្ចេកហ្នឹងចប់ហើយប៉ុន្តែអាគារនោះចាក់បេតុងបាក់ស្មាស្លែបនោះស្លាប់មនុស្ស20-30 នាក់ឧទាហរណ៍អញ្ចឹងអាហ្នឹងក៏មិនមែនជាបច្ចេកដែល success ដែរយើងចង់ឲ្យចប់ដោយ success អញ្ចឹងណាអញ្ចឹងយើងត្រូវការ economic អីផ្សេងៗអញ្ចឹងទៅចំណេញលុយចំណេញអីណាបានរបស់ល្អចាយលុយអស់តិចអីចឹងទៅអញ្ចឹងយើងត្រូវការ management គ្នាយើងអត់ឆ្ងល់ទេនៅពេលដែលក្នុងការងារសំណង់មួយក្នុងក្រុមហ៊ុនមួយមាន project manager ផងមាន operation manager ផងបីមិនតាំងរំដល់ science engineer រំដល់ worker foreman អីចឹងទៅអញ្ចឹងដោយសារតែហេតុផលទាំងអស់ហ្នឹងឯងដែលគេចង់បានព្រោះសិនជាទឹកលុយដូចទូចឬក៏អាគារអីវាមិនសូវទេអាគារទូចណាប៉ុន្តែបើអាគារធំលុយរាប់ពាន់រាប់លានអីហ្នឹងវាត្រូវការ management ឯងយើងអាចធម្មតាបានទេហ្នឹងណាអញ្ចឹងនៅក្នុង management នេះវាត្រូវការមនុស្សហើយមនុស្សហ្នឹងត្រូវការ knowledge area មួយចំនួនដែលយើងត្រូវការយកមកក្នុងការ operation ទីមួយយើងមានជា integration management អីចឹងទៅមកយល់ណា integration management អញ្ចឹង integration management នេះមានន័យថាធ្វើម៉េចឲ្យមានជា workflow ឲ្យeveryone work one flow អញ្ចឹងទៅពេលខ្លះ science engineer បែប science engineer ទៅprocurement បែប procurement ទៅ account បែប account ទៅធ្វើការចូលគ្នាអញ្ចឹងអាហ្នឹងក៏ជាបញ្ហាដែរអាហ្នឹងយើងត្រូវការ integration management នេះមកជួយដើម្បីឲ្យយើងធ្វើការទៅចូលទាំងអស់គ្នាយើង smooth ទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងយើងមាន scope management អញ្ចឹងនៅក្នុង scope management នេះវាមាន step របស់វាក្នុងនឹងទៀតគ្នាយើងអាចទៅ research បានណាព្រោះហ្នឹងមាន10មាន integration scope management schedule management អីចឹងទៅ procurement management risk management រហូតទៅដល់stakeholder management ខ្ញុំបីតែការដែលយើងធ្វើឲ្យម្ចាស់គម្រោងយើងធ្វើឲ្យភាគីពាក់ព័ន្ធសប្បាយចិត្តណាអាហ្នឹងក៏មាន management របស់គេដែរណាអាហ្នឹងគេហៅ stakeholder management អីចឹងទៅអញ្ចឹងនៅក្នុងមួយហ្នឹងវាមានstage របស់វាទៀតឥឡូវដូច scope management អញ្ចឹងយើងត្រូវទី1 define scope ហើយយើង plan ហើយយើង monitor យើង tracking នេះទៀតបានគេហៅ scope management អញ្ចឹងអានេះទៅជ្រៅទៀតអញ្ចឹងគ្នាយើងអាច research បន្ថែមបាននៅក្នុងសភៅ PM book គ្នាយើងអាចមើលបានអញ្ចឹងណាអញ្ចឹងចប់អាហ្នឹងមួយយើងមកមើលការងាររបស់យើងវិញអញ្ចឹងយើងបានដឹងណាមិញគ្រាន់តែ turn drawing into real building អាហ្នឹងវាស្រួលប៉ុន្តែក៏វាមិនស្រួលបានដែរវាមានកត្តាច្រើនទៅចូលរួមដើម្បីបញ្ចប់តែងាកមកយើងមកវិញបន្ទាប់ពីយើងដឹងថាយើងមាន material ហើយយើងមាន labor យើងមាន ប្លង់ហើយតើយើងគួរធ្វើមិនទៀតនេះក្នុងនេះយើងមាន technical responsibility ពេលខ្លះមានប្លង់តែគ្នាយើងអត់យល់ពីប្លង់អាហ្នឹងធ្វើម៉េចនេះយើងត្រូវ study and understand construction drawing អញ្ចឹងនៅក្នុង construction drawing នេះគ្នាយើងអាចមើលបានវាមានធ្នឹមប្លង់តសអីចឹងទៅហើយនៅក្នុងហ្នឹងសំខាន់ជាងគេដំបូងគេយើងត្រូវមើលគឺពាក់ព័ន្ធមួយ general note ដែលក្នុងនេះដូចគេ note ឲ្យមានន័យថាប្លង់ standard ត្រូវតែអនុលោមទៅតាមបទដ្ឋានវិស្វកម្មសំណង់នៅក្នុងគម្រោងហ្នឹងអត់មានយកគម្រោងផ្សេងមកនិយាយទេរង្វាស់ຂະຫນាតទាំងអស់ត្រូវគិតជាសង់ទីម៉ែត្រលើកលែងតែការកំណត់សម្គាល់លើប្លង់ហើយបេតុងរបស់គេនេះបេតុងគ្រឹះបេតុងជើងតាងសសរគេប្រើ strength ប៉ុន្មានកម្រាលខណ្ឌគេប្រើ strength ប៉ុន្មានគេបញ្ជាក់អស់ហើយដែកគេប្រើ strength ប៉ុន្មានអីយ៉ាងទៅហើយបទដ្ឋានរបស់គេហ្នឹងគេយកតាមណាគេយកតាម ACI យកតាមអីក៏នេះគម្រោងនេះគេយកតាម BS 8110អីយ៉ាងទៅហើយនៅក្នុងហ្នឹងគេមាន note ច្រើនណាគ្នាយើងអាចទៅមើលបាន technical នៃការរត់ដែកនៅក្នុងលក្ខខណ្ឌធ្នឹមរងគងលើធ្នឹមមេគួរតែមានរបៀបម៉េចការរត់ដែកធ្នឹមនៅជាន់តដីម៉េចជាន់កដាលម៉េចនៅជាន់ដបូលម៉េចអានៅក្នុងហ្នឹងមានទាំងអស់ណាពាក់ព័ន្ធមួយការបង្កប់ជាប្រហោងឬក៏អីហ្នឹងតើនៅលើប្លង់ផ្សេងយើងគួរតែហត់ដែកមិនបន្ថែមដើម្បីការពី crack អីចឹងទៅអញ្ចឹងក្នុងនេះគេមានទាំងអស់យើងត្រូវការយល់ពាក់ព័ន្ធជាមួយទាំងអស់ហ្នឹងទី2 ensure work executed according to a blue drawing អញ្ចឹង drawing មិនមែនគ្រាន់តែគូអ្នក design យើងគូហើយយើងយកទៅធ្វើយកទេយើងត្រូវការមានការ approve ត្រឹមត្រូវបើសិនជាយើងធ្វើការមួយ consultant យើងត្រូវការធ្វើហើយយើងត្រូវការ submit ទៅ consultant អញ្ចឹងនៅក្នុងការ submit ហ្នឹងយើងត្រូវការគេ request for approval យើងត្រូវការ submit គេដែលយើងនិយាយគ្នាមិញហ្នឹងណានេះ RFA នេះ request for approval នេះអញ្ចឹងដល់ពេលដែលគេ approve បានយើងធ្វើបានអញ្ចឹងណាអញ្ចឹងពេលខ្លះនៅក្នុងការដ្ឋានមានប្លង់2 3 version អញ្ចឹងជាងធ្វើតាមប្លង់អត់ approve
corporate រស់ចោលអាហ្នឹងបញ្ហាបន្ទាប់មក set dimension level and alignment អានេះវាជាមិនបញ្ហាទេអានេះការងារនៅសាយយើងធ្វើការមួយ survey នៅពេលដែលយើងមាន plan យើងមាន level យើងមានអីអស់ហើយអញ្ចឹងយើងអាច check បានណា solve basic technical អញ្ចឹងបើសិនជា basic technical ពាក់ព័ន្ធមួយការរត់ដែកពាក់ព័ន្ធមួយការចងដែកអាហ្នឹងយើងអាច explain យើងអាចដោះស្រាយមួយជាងបានព្រោះយើងជា engineer ធម្មតាយើងសល់តែ basic technical ទេណាបើសិនជាបញ្ហាធ្ងន់ធ្ងរយើងត្រូវការហៅ QA/QC យើងត្រូវការហៅ technical team មក support ដូចគ្នាដែរព្រោះយើង science engineer មែនទៅវាមិនល្មមមិនស៊ីជម្រៅពេកទេអញ្ចឹងណាតមក site supervision នេះពាក់ព័ន្ធជាមួយនឹងការធ្វើការជាមួយនឹង driver ឬក៏ subcontractor អញ្ចឹងនៅក្នុងបច្ចេកវាអាចមានភាគីច្រើនចូលរួមព្រោះនៅក្នុងការងាររបស់យើងអាចមានជាការងារការ៉ូការងារពីដែនការងារថ្នាំហើយការងារខ្លះយើងប្រើ direct worker ការងារខ្លះយើងប្រើ subcontractor យើងត្រូវធ្វើមួយគាត់ហើយ ensure correct construction method អញ្ចឹងណាអញ្ចឹង method នេះក៏ដូចគ្នាដែរយើង prepare method យើងនិយាយពី sequence យើងនិយាយពីអីយើងនិយាយពី tolerance យើងត្រូវ submit ទៅដូចគ្នាដែរអញ្ចឹងអាហ្នឹងក៏ត្រូវការ RFA ទៀតអញ្ចឹងណាអាហ្នឹងអញ្ចឹងមិនថាបច្ចេក document វាសំខាន់អញ្ចឹង monitor daily progress of work អញ្ចឹងដើម្បី monitor បានមានន័យថាយើងមាន plan ហើយព្រោះ monitor នេះវា stay ក្រោយ plan ទេអញ្ចឹងនៅក្នុងការងាររបស់យើងមានជា BOQ ដែលយើងនិយាយមិញយើងមាន schedule នេះអញ្ចឹងយើងត្រូវការ schedule នេះយកមកមើលថាការងារយើងថ្ងៃណាបញ្ចប់អីថ្ងៃណាចាប់ផ្ដើមអីអញ្ចឹងយើង monitor ទៅតាមហ្នឹងបើសិនជាការងារនឹង late យើងត្រូវធ្វើ report ធ្វើអីឲ្យមេរបស់យើងអីចឹងទៅហើយបន្តមកទៀត coordinate different thread on site អញ្ចឹងដូចនិយាយខាងលើដែរមានន័យថានៅក្នុង site មានមនុស្សជាច្រើនដែលគាត់ចូលរួមមាន team ច្រើនដែលចូលរួមដូចមានការ៉ូមានពីដែនមានអីចឹងទៅអញ្ចឹងយើងត្រូវការ coordinate មួយពួកគាត់ផ្សេងៗគ្នាចឹងទៅហើយ quality control មែនតើទៅនៅតាមស្ថាប័នឬក៏ក្រុមហ៊ុនអាចខុសគ្នាក្រុមហ៊ុនខ្លះមាន QA/QC ក្រុមហ៊ុនខ្លះអត់មានឆែកខ្លួនឯងអញ្ចឹងទៅប៉ុន្តែអីដែលយើងចង់ focus មានន័យថាយើងត្រូវការ check workmanship ជាមួយនឹង material workmanship ទៅលើទឹកដៃឧទាហរណ៍ថាតើការផ្សារដៃរបស់គាត់ស្អាតអត់តើការចងដៃរបស់គាត់មិនជាប់អត់អីចឹងណាយើងត្រូវ check ទាំងអស់ហ្នឹងហើយទៅលើ material នេះគឺ refer ទៅលើឧទាហរណ៍ថាការងាររៀបបូកនៅក្នុង method statement របស់យើងកំណត់ឲ្យលាយមែន14 16អញ្ចឹងយើងត្រូវការ follow ថារបស់យើង spec មិនអីមិនចឹងទៅហើយ initial work meet project specification អញ្ចឹងអាហ្នឹងproject specification ហ្នឹងវាមានន័យថាmethod របស់យើង require មិនអីហ្នឹងយើង follow method statement ទៅឬក៏យើងមានជា contract ដែលយើងចាថាយើងចង់បានមិនចឹងណាព្រោះ project ខ្លះវា high quality អីចឹងទៅយើងអាចតាមហ្នឹង identify defect and rank correction អញ្ចឹងបើសិនជាពាក្យថា defect នេះមែនតើទៅជាការងារដូចឧទាហរណ៍ថាគ្នាយើងចាក់បេតុងទៅវាមានទៅសោះអីទូចៗណាអាហ្នឹងគេហៅ defect ឯងបន្ទាប់មកយើងត្រូវការកែតម្រូវយើងត្រូវការអីហ្នឹងយើងត្រូវការបៀក monotop ឬក៏នៅក្នុងលក្ខខណ្ឌយើងត្រូវចាក់ Sika Ground អីហ្នឹងទៅ follow inspection procedure អញ្ចឹងនៅក្នុង method statement យើងមានហើយប៉ុន្តែយើងមានជា checklist inspection ផ្សេងទៀតបន្ថែមទៀតយើងនិយាយទៅយើងមានច្រើននៅក្នុងការងារ QA/QC ណាអញ្ចឹងយើងត្រូវការ follow តាមហ្នឹងបន្ទាប់មក safety management នៅក្នុងការឋានគេយើងដឹងហើយយើងត្រូវតែមាន PPE យើងត្រូវតែអីយើងត្រូវពាក់មួកយើងត្រូវពាក់ស្បែកជើងក្បាលដែកអីចឹងទៅករណីយើងមានជាន់ដេកូលជាន់អីសុវត្ថិភាពពោះនៅពេលដែលករណីដូចគ្នាយើងចូលមកធ្វើការមានមុតដៃមុតជើងវាធ្វើឲ្យខាតទាំងលុយកម្មករបើករណីដល់គាត់ធ្វើការកើតវាបញ្ហាដោយសារគាត់ត្រូវការរលុយអញ្ចឹងណាហើយពេលខ្លះវាអាចប៉ះពាល់ដល់អាយុជីវិតទៀតអញ្ចឹងវាជាបញ្ហាហើយមួយទៀតគឺវាធ្វើឲ្យផលប៉ះពាល់ដល់ការឋានរបស់យើងបើករណីមានអ្នកស្លាប់អ្នកអីបិទការឋានបិទអីអាហ្នឹងវាចំមកចោលលុយមកបន្ទាប់មក reporting and document អញ្ចឹងយើងត្រូវមានជា daily report ហើយព្រលឹមឡើងយើងធ្វើ toolbox meeting បែងចែកការងារថាការងារថ្ងៃហ្នឹងធ្វើអីគេអញ្ចឹងទៅហើយយើងមានជារូបភាពយើងមានជាអីចឹងណា record work progress and issue communicate with senior engineer ឬក៏ manager ចឹងទៅដោយសារតែយើងត្រូវការមានប្រជុំអាចមានជាការបែងចែកការងារថាយើងគួរតែបញ្ចប់អីយើងត្រូវ coordinate មួយ sub មិនអីមិនចឹងណាពេលដែល manager assign ការងារយើងអ
ចឹងខ្ញុំគិតថាវីដេអូនេះវាវែងហើយយើងចាំតវីដេអូអាចចំណុចទី3និងទី4នៅវីដេអូបន្ទាប់ណាអរគុណជួបគ្នានៅវីដេអូបន្ទាប់